ដោយសារតែឃើញគេល្បីផ្លែឈើក្លុកនៅប្រទេសជប៉ុននេះហើយសម្រាប់ផ្លែឈើហ្នឹងគឺផ្លែឈើកកទេអ្នកទាំងអស់គ្នាមានដូចជា strawberry blueberry មានដូចជាចេកប៉ោមអីចឹងទៅហើយបើសម្រាប់រសជាតិវិញគឺខ្ញុំឲ្យ9លើ10គឺខ្ញុំចូលចិត្តខ្លាំងជាទៅបើតាមមួយផ្លែគឺអស់ហ្មងខ្ញុំហើយបើនិយាយពីម៉ាស៊ីននេះវិញគឺស្រួលមែនតើអ្នកទាំងអស់គ្នាសម្រាប់ការយកមកក្លុកប៉ាក់សិនហ្នឹងចឹងណាហើយដំបូងគឺគេមានណែនាំមកឲ្យយើងបកថងបកអីចឹងទៅហើយឲ្យយើងដាក់ចូលក្នុងម៉ាស៊ីនហ្នឹងទៅហើយយើងចូលចាំចឹងទៅហើយពេលដែលហើយគឺវាដកចេញឲ្យយើងយកធម្មតាអ្នកនរគ្នាហើយសម្រាប់ការធ្វើនេះគឺស្រួលខ្លាំងមែនតើហើយមើលសម្រាប់តម្លៃហ្នឹងក៏វាគួរសមដែរហើយនិយាយទៅវាជួយដល់សុខភាពដែរសម្រាប់ផ្លែឈើនេះព្រោះផ្លែឈើខកមែនក៏ប៉ុន្តែស្ទើរផ្លែឈើស្រស់ៗទាំងអស់គឺខ្ញុំចូលចិត្តខ្លាំងហើយខ្ញុំក៏ទៅហូបជាលើកដំបូងដែរដោយសារតែអត់ដែរបានចាប់អារម្មណ៍ទិញហើយណាមួយបនុយនៅស្វែងលេវនេះគេទំចេញដែរគេចេញបានជារៀងយូរគូសំដែរតែបើយើងអត់ដែរចាប់អារម្មណ៍មើលក៏អត់ដែរបានដឹងដែរ